ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើប្រហុកខ្ទិះណាបងប្អូនចំពោះប្រហុកខ្ទិះនេះដែរគឺមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងតែម្ដងបងប្អូនហើយចំពោះវិធីធ្វើវិញគឺកាន់តែងាយតែម្ដងចាហើយប្រហុកខ្ទិះនេះដែរបងប្អូនគឺជាមុខម្ហូបមួយដែលធ្វើឲ្យយើងហូបបាយបានច្រើនណាបងប្អូនចំពោះគ្រឿងផ្សំវិញគឺកាន់តែងាយតែម្ដងចាហើយបើសិនជាបងប្អូនចង់ដឹងពីវិធីធ្វើយ៉ាងម៉េចខ្លះបងប្អូនអាចទៅទស្សនាវីដេអូនេះរហូតដល់ចប់ជាមួយនាងខ្ញុំបានណាបងប្អូនចាហើយចំពោះគ្រឿងផ្សំគោលមានដូចជាសាច់ជ្រូកចិញ្ច្រាំប្រហុកគ្រឿងបុកទ្រាប់ពុរញងម្ទេសដៃនាងម្ទេសឆ្អើរចិញ្ច្រាំស្លឹកក្រូចសើចហើយនឹងទឹកខ្ទិះដើមចាហើយសម្រាប់បន្លែវិញមានដូចជាស្វាយត្រសក់ត្រប់វែងស្រែកគួរចាជាដំបូងនេះគឺខ្ញុំចាប់ផ្ដើមដាក់ខ្ទះឲ្យរាងក្តៅបន្តិចបន្ទាប់មកគឺខ្ញុំចាក់ទ្រាប់ពុរញងជាមួយនឹងម្ទេសចូលទៅម្លិញណាបងប្អូនចានិយាយទៅយើងម្លិញឲ្យគ្រាប់ពុរញងមួយនឹងម្ទេសហ្នឹងឡើងគេហៅថាឡើងក្រហមបន្តិចទៅបងប្អូនដើម្បីឲ្យពេលដែលយើងយកទៅដាក់ធ្វើជាប្រហុកខ្ទិះគឺមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនចាឥឡូវនេះខ្ញុំបានម្លិញគ្រាប់ពុរញងជាមួយនឹងម្ទេសគឺបានរួចរាល់ហើយបងប្អូនបន្ទាប់ពីខ្ញុំបានម្លិញទាំងពីរមុខនេះរួចហើយគឺខ្ញុំចាប់ផ្ដើមធ្វើការម្លិញគ្រឿងទៅតែម្ដងបងប្អូនចាហើយពេលដែលខ្ញុំធ្វើការម្លិញគ្រឿងនេះគឺខ្ញុំបានចាក់ប្រេងហ្នឹងចូលទៅបន្តិចដែរបងប្អូនចាបន្ទាប់មកគឺខ្ញុំបានដាក់ម្ទេសឆ្អើរចូលទៅតែម្ដងចំពោះម្ទេសឆ្អើរនេះដែរបងប្អូនត្រូវត្រាំហើយចាំយើងយកទៅចិញ្ច្រាំទៅបងប្អូនបើសិនជាបងប្អូនមានម៉ាស៊ីនបងប្អូនអាចយកទៅកិននៅក្នុងម៉ាស៊ីនក៏បានដែរបងប្អូនចាហើយចំពោះម្ទេសនេះដែរគឺខ្ញុំម្លិញឲ្យឡើងក្រហមល្អសិនអញ្ចឹងណាបងប្អូននៅពេលដែលយើងធ្វើគឺធ្វើឲ្យរសជាតិនៃការធ្វើប្រហុកខ្ទិះរបស់យើងហ្នឹងគឺមានរសជាតិឆ្ងាញ់ណាបងប្អូនចាហើយបន្ទាប់ពីខ្ញុំបានម្លិញម្ទេសឆ្អើររបស់ខ្ញុំបានឡើងក្រហមបន្តិចហើយបងប្អូនគឺខ្ញុំចាប់ផ្ដើមដាក់ទៅជាមួយនឹងគ្រឿងបុកណាបងប្អូនចាព្រោះយើងធ្វើបែបនេះធ្វើឲ្យពណ៌នៃធ្វើការប្រហុកខ្ទិះនេះដែរគឺមានពណ៌ស្រស់ស្អាតបងប្អូនចាហើយនៅពេលដែលយើងម្លិញគ្រឿងជាមួយនឹងម្ទេសឆ្អើរហ្នឹងរៀងស្ងួតបងប្អូនអាចបន្ថែមទៅជាមួយនឹងខ្ទិះដើមចូលទៅបន្តិចទៅបងប្អូនដើម្បីកុំឲ្យគ្រឿងរបស់យើងហ្នឹងខ្លោចណាបងប្អូនចាហើយការម្លិញគ្រឿងនេះដែរបងប្អូនកុំបើកភ្លើងខ្លាំងពេកគឺយើងបើកភ្លើងល្មមបានហើយបងប្អូនចាបន្ទាប់ពីខ្ញុំបានលីងទៅវា